ត្រេមខ្លាជាអ្នកសរសេររេបរេងនិងនិពន្ធដោយកវីជើងព្រៃរចនាក្របដោយជាសធាពិនិត្យអក្ខរវិរុទ្ធដោយកញ្ញាទុំពិសិដ្ឋវគ្គទី3សរុបមកនៅពេលដែលយើងចាប់កាន់ប៊ីសូមនឹកដល់ពេលកាន់ដាវសម្រាប់មនុស្សមានឈាមស្រក់តែចង់ប៊ីសម្រាប់មនុស្សដោយគ្មានឈាមស្រក់សំបីមួយដំណក់ដូច្នេះហើយត្រូវសរសេរអ្វីដែលយើងចេះបានហើយដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃចាប់ផ្ដើមសរសេរគឺបានន័យថាចាប់ផ្ដើមរៀនគិតរាល់សៀវភៅដែលប្រសូតចេញពីស្នាដៃដ៏ល្អមួយក្បាលនោះសិតសឹងតែជាការអង្គុយស្រាវជ្រាវអង្គុយគិតរឹបម៉ោងរឹបថ្ងៃទើបអាចសរសេរបានមួយទំព័រឬមួយក្បាលការសរសេរធ្វើឲ្យមនុស្សចាប់ផ្ដើមដឹងថាខ្លួនឯងនៅខ្វះខាតអ្វីហើយនៅពេលដែលយើងដឹងថាខ្លួនឯងនៅខ្វះខាតអ្វីក៏នឹងទៅស្វែងរកអ្វីដែលខ្លួនខ្វះខាតដើម្បីយកមកបំពេញឲ្យខ្លួនឯងលុះពេលដែលបំពេញឲ្យខ្លួនឯងបានហើយមនុស្សក៏ចាប់ផ្ដើមត្រឡប់ទៅសរសេរវិញប៉ុន្តែការសរសេរលើកនេះវាមិនដូចកាលពីសរសេរលើកមុននោះទេវាប្លែកជាងរាល់ដងវាមានរសជាតិជាងរាល់ដងហើយមានខ្លឹមសារល្អជាងរាល់ដងថែមទៀតផងមានអ្នកណាម្នាក់ដែលសរសេរដោយមិនបានគិតនោះទេបើមនុស្សណាដែលសរសេរដោយមិនបានគិតអ្នកនោះមិនហៅថាជាអ្នកសរសេរទេគេហៅថាជាអ្នកចម្លងរាល់ពាក្យពេចន៍អក្ខរាវិរុទ្ធទាំងឡាយដែលគេសរសេរមកយ៉ាងម៉េចគឺសរសេរតាមគេមកវិញទាំងអស់ដោយមិនបានពិចារណាពាក្យនោះត្រូវឬខុសឡើយតើមនុស្សបែបណាទើបគេហៅថាជាអ្នកនិពន្ធយើងតែងតែយល់ច្រឡំថាអ្នកណាដែលអាចសរសេរឬក៏អាចបោះពុម្ពសៀវភៅបានមួយក្បាលឬក៏ច្រើនក្បាលអ្នកនោះគេហៅថាអ្នកនិពន្ធប៉ុន្តែបើមែនទេទៅវាមិនមែនបែបនោះឡើយអ្នកដែលមានឈ្មោះជាអ្នកនិពន្ធទើបតែអ្នកនោះជាអ្នកដែលសរសេរសៀវភៅដែលរំលេចចេញពីគំនិតរបស់ខ្លួនឯងផ្ទាល់ឬក៏គំនិតរបស់បុគ្គលល្បីណាម្នាក់ហើយយកវាមកបកស្រាយឬវិភាគគំនិតទាំងនោះឲ្យបានល្អិតល្អន់យើងអាចហៅអ្នកសរសេររឿងប្រឡំលោកថាជាអ្នកនិពន្ធព្រោះបុគ្គលដែលអាចសរសេរប្រឡំលោកមួយក្បាលបានតាំងពីដើមរហូតដល់ចប់អ្នកនោះទើបស័ក្តិសមនឹងឈ្មោះថាជាអ្នកនិពន្ធព្រោះថាប្រឡំលោកមិនមែនជាការយកគំនិតរបស់អ្នកណាម្នាក់ឬក៏ជាទស្សនៈរបស់បុគ្គលណាមួយយកមកសរសេរឡើយវាជាការអង្គុយគិតដេកគិតដើរគិតនិយាយរួមគិតគ្រប់ទីកន្លែងសូមកុំច្រឡំរវាងបុគ្គលដែលជាអ្នកនិពន្ធនិងបុគ្គលដែលជាអ្នករៀបរែងត្រឡប់មករកចំណងជើងវិញគេនិយាយថាពេលដែលចាប់ផ្ដើមសរសេរគឺជាពេលដែលយើងត្រូវហាត់គិតពិតណាស់សូម្បីតែក្មេងថ្នាក់ទី1ដែលមិនទាន់ចេះគិតពិចារណាជ្រៅជ្រះក៏ពួកគេចេះគិតខ្លះដែរបើគេចាប់ផ្ដើមកាន់ខ្មៅដៃសរសេរចង់សរសេរលេខ0គេក៏ត្រូវគិតថាតើលេខ0មានរូបរាងយ៉ាងម៉េចពេលដែលគេគិតឃើញនៅរូបភាពរបស់លេខ0ថាមានរាងជារង្វង់ហើយគេក៏ចាប់ផ្ដើមសរសេរឡើងនេះគ្រាន់តែជាឧទាហរណ៍ងាយៗតែប៉ុណ្ណោះបើអ្នកចង់ដឹងថាខ្លួនឯងជាមនុស្សដែលមានការគិតខ្លាំងប៉ុណ្ណាអ្នកក៏អាចសាកល្បងសរសេរអត្ថបទមួយដែលមានចំណងជើងថាជីវិតរបស់មនុស្សកើតឡើងមកដើម្បីអ្វីគ្រាន់តែអ្នកអានចំណងជើងអំបញ្ញមិញនេះអ្នកក៏ចាប់ផ្ដើមគិតដល់ជីវិតរបស់ខ្លួនឯងបានទៅហើយថាតើខ្ញុំកើតមកដើម្បីអ្វីបើគិតឃើញហើយសូមចាប់ផ្ដើមសរសេរទៅព្រោះនេះជាការវឹកហាត់ការសរសេររបស់អ្នកហើយដោយក្តីស្រឡាញ់ព្រះយេស៊ូវគ្រីស្ទបានរកឃើញច្បាប់ចក្រវាឡមួយដែលគេហៅថាច្បាប់នៃសេចក្តីស្រឡាញ់មែនទែនទៅសេចក្តីស្រឡាញ់អាចបង្កើតគ្រប់យ៉ាងបានទាំងអស់សេចក្តីស្រឡាញ់អាចបង្កើតភ្លើងប្រច័ណ្ឌឲ្យឆាបឆេះឡើងបានក្តីវិនិច្ឆ័យអន្តរាយទាំងឡាយក៏កើតព្រោះតែក្តីស្រឡាញ់ផងដែរសង្គមមួយមានប្រជាជនចូលរួមអភិវឌ្ឍសង្គមឬគ្មានប្រជាជនជួយក៏ព្រោះតែកើតឡើងពីក្តីស្រឡាញ់បើងាកមកមើលយើងដែលជាអ្នកសរសេរឯនេះវិញតើយើងចាប់កាន់ប៊ិចដោយក្តីស្រឡាញ់ឬដោយការបង្ខាំងពីខាងណាមួយយើងសិតតែដឹងហើយថាក្តីស្រឡាញ់វាធំធេងណាស់សម្រាប់មនុស្សគ្រប់រូបហើយមនុស្សគ្រប់រូបសិតតែមានក្តីស្រឡាញ់រៀងៗខ្លួនទៅលើអ្វីមួយដែលខ្លួនចង់បានជាស្ដែងបើស្រឡាញ់ការសរសេរពិតប្រាកដមែនគ្មានអ្វីជាកង្វល់ទេព្រោះយើងសិតតែអាចរៀនបានតន្ត្រីក៏មុននឹងក្លាយទៅជាអ្នកលេងភ្លេងបានយ៉ាងពិរោះនោះគឺសិតតែឆ្លងកាត់ការរៀនទាំងអស់មិនថាឧបករណ៍តន្ត្រីប្រភេទណាទេខ្លុយស្គរហ្គីតា piano ទ្ររនាតគឺសិតតែចាប់ផ្ដើមចាញ់ពីការរៀនដំបូងមុនពេលដែលយើងចេះអានយើងក៏បានចាប់ផ្ដើមដំបូងដោយការរៀនអានរៀនស្គាល់ពីតួអក្សរនិងស្រៈនីមួយៗទើបយើងរៀនប្រកបតាមក្រោយ
ដោយការសរសេរឬការនិពន្ធគ្មាននរណាម្នាក់ដែលមានដងឬទេពកោសល្យមកពីកំណត់នោះទេបើយើងជាអ្នកស្រឡាញ់ការសរសេរពិតមែនយើងគួរតែព្យាយាមសិក្សាស្វែងយល់អំពីវិធីសាស្ត្រនៃការតែងនិពន្ធអានឬសិក្សាអំពីស្នាដៃចាស់ៗនានាទៅតាមសម័យកាលរបស់វាបើចង់ខ្លាចជាអ្នកសរសេរប្រឡំលោកសូមអានស្នាដៃអ្នកនិពន្ធចាស់ៗមួយចំនួនដូចជាស្នាដៃរឿងប្រកាសពូនរឿងកូរ៉ាឡាប៉ៃលិនរឿងព្រះអាទិត្យរះថ្មីលើផែនដីចាស់និងមានស្នាដៃជាច្រើនទៀតដែលសិតសឹងតែជាសិល្បវិធីនៃការនិពន្ធដ៏ជក់ចិត្តដិតអារម្មណ៍ឬក៏យើងអាចអានស្នាដៃរបស់អ្នកនិពន្ធថ្មីទៀតបានដូចជាស្នាដៃនិពន្ធរបស់អ្នកស្រីម៉ៅសំណាងអ្នកនិពន្ធសុច័ន្ទផលព្រមទាំងស្នាដៃនិពន្ធច្រើនទៀតដែលអ្នកនិពន្ធបច្ចុប្បន្នកំពុងតែសរសេរយ៉ាងរីកស្គុះស្គាយដូចជាផ្សិតបើចង់ខ្លាចជាអ្នកសរសេរអត្ថបទបែបលើកទឹកចិត្តសូមអានស្នាដៃរបស់អ្នកនិពន្ធសេតហត្ថាកូនចាប់មាសបើចង់ខ្លាចជាអ្នកសរសេរអត្ថបទបែបទស្សនៈបណ្ដុះគំនិតស្មារតីស្រឡាញ់ជាតិមាតុភូមិនិងអភិវឌ្ឍខ្លួនសូមអានស្នាដៃរបស់អ្នកនិពន្ធយងសូដានិងអ្នកនិពន្ធឡាំលីមដើម្បីស្វែងយល់អំពីសិល្បៈនៃការសរសេររបស់អ្នកនិពន្ធនីមួយៗក្នុងលោកនេះបើមានគម្ពីរឬក្បួនខ្នាតដើម្បីខ្លាចជាអ្នកនិពន្ធម្លេះប្រហែលពិភពលោកទាំងមូលនេះសិតសឹងតែជាអ្នកនិពន្ធបាត់អស់ទៅហើយប៉ុន្តែបើមែនទេទៅមានក្បួនខ្នាតណាមួយជាក់លាក់សម្រាប់ចង្អុលបង្ហាញធ្វើបែបនេះត្រឹមត្រូវធ្វើបែបនោះខុសនោះទេជាក់ស្ដែងមានតែខិតខំសិក្សាលើស្នាដៃចាស់ៗបូកផ្សំនឹងគំនិតផ្ទាល់ខ្លួនរបស់យើងបន្ថែមទៀតទើបយើងអាចខ្លាចទៅជាអ្នកនិពន្ធមួយរូបបានគ្មានពេលសរសេរចង់ខ្លាចជាតារាចម្រៀងប៉ុន្តែគ្មានពេលវឹកហាត់សមត្ថភាពច្រៀងរបស់ខ្លួនឲ្យបានប្រសើរឡើងជាងមុនចង់ខ្លាចជាកីឡាករដ៏ខ្លាំងមួយរូបប៉ុន្តែគ្មានពេលវឹកហាត់បច្ចេកទេសដែលគ្រូបានផ្ទេរមកឲ្យចង់បានរាងស្រឡូនស្អាតចង់បានរាងសាច់ដុំកង់ប៉ុន្តែគ្មានពេលវេលាសម្រាប់ហាត់ប្រាណចង់ខ្លាចជាអ្នកនិពន្ធប៉ុន្តែមួយថ្ងៃគិតតែអូសទូរស័ព្ទយកពេលវេលាទំនេរទាំងនោះទៅធ្វើរឿងអេតប្រយោជន៍ហើយស្រែកថាខ្ញុំគ្មានពេលវេលាសម្រាប់សរសេរទេតើនរណាទៅដែលអាចមានពេលវេលាគ្រប់គ្រាន់ជាខ្ញុំឬទេខ្ញុំក៏គ្មានពេលវេលាដែរហើយសំណេរដែលខ្ញុំសរសេរផ្សាយទៅនេះគឺវាកើតព្រោះតែពេលវេលាបន្តិចបន្តួចរបស់ខ្ញុំតែប៉ុណ្ណោះបន្តិចបូកនឹងបន្តិចក៏កើតមានឡើងបើយើងមិនចាប់ផ្ដើមក្នុងការកសាងពេលវេលានោះទេយើងច្បាស់បាត់បង់ឱកាសមិនថាការសិក្សាមិនថាកីឡាមិនថាសិល្បៈឡើយបើគ្មានពេលសូមប្រឹងឆ្លៀតបើគ្មានសមត្ថភាពត្រូវប្រឹងបន្ថែមព្រោះគ្មាននរណាដែលកើតមកចេះស្រាប់នោះទេគឺវាកើតព្រោះតែការវឹកហាត់ជារៀងរាល់ថ្ងៃតែប៉ុណ្ណោះហើយចំពោះក្នុងការសរសេរវិញមានមនុស្សពីរប្រភេទដែលប្រើបច្ចេកទេសខុសៗគ្នាទី1អ្នកដែលចូលចិត្តសរសេរតាមអារម្មណ៍បានន័យថានៅពេលអារម្មណ៍ល្អក៏មកសរសេរហើយពេលណាអត់អារម្មណ៍ក៏ឈប់សរសេរឬមិនសរសេរជាដើមទី2អ្នកដែលសរសេរតាមពេលដែលបានកំណត់គឺបានន័យថាគេបានរៀបកាលវិភាគរួចជាស្រេចដើម្បីគ្រប់គ្រងពេលវេលារបស់គេមិនបានបណ្ដេតបណ្ដោយការសរសេររបស់គេតាមអារម្មណ៍ឡើយឧទាហរណ៍ថាជារៀងរាល់ថ្ងៃខ្ញុំតែទំនេរនៅពេលយប់ម៉ោង10យប់ហើយខ្ញុំតែងតែយកពេលវេលាទាំងនេះមកវឹកហាត់ការអានសៀវភៅរបស់ខ្ញុំឲ្យពូកែលុះដល់ព្រឹកឡើងម៉ោង4កន្លះដល់ម៉ោង6ខ្ញុំកំណត់យកការសរសេរពីអ្វីមួយដូចជាការរៀបរាប់ពីធម្មជាតិសរសេរកំណាព្យសរសេរអត្ថបទផ្សេងទៀតឲ្យបានមួយអត្ថបទអញ្ចឹងសួរថាតើការសរសេរតាមអារម្មណ៍និងការសរសេរតាមពេលដែលបានកំណត់តើមួយណាល្អជាងបើយើងយករបស់ពីរមកផ្ទឹមគ្នានោះយើងនឹងឃើញថាមានរបស់មួយល្អហើយរបស់មួយទៀតគឺល្អជាងនេះមិនមែនបានន័យថាមួយអាក្រក់ឬមួយល្អនោះទេតែខ្ញុំនិយាយអំពីល្អនិងល្អជាងចំណុចទាំងពីរខាងលើនេះវាសុទ្ធតែជាចំណុចល្អស្រាប់ហើយប៉ុន្តែយ៉ាងណាក៏ដោយរបស់ពីរតែងតែមានមួយល្អជាងហើយសម្រាប់ខ្ញុំគឺការកំណត់ពេលវេលាច្បាស់លាស់ពិតជាល្អបំផុតព្រោះវានឹងធ្វើឲ្យយើងក្លាយជាមនុស្សមានវិន័យល្អដឹងពេលវេលា
ថាពេលណាគួរសរសេរពេលណាគួរអានបើការសរសេរតាមអារម្មណ៍ខ្ញុំក៏ធ្លាប់សាក់លបងផងដែរតែវាមិនសូវមានការរីកចម្រើននោះទេព្រោះថាពេលដែលខ្ញុំមានអារម្មណ៍ល្អខ្ញុំក៏នឹកឃើញនៅគំនិតជាច្រើនហើយយកវាមកសរសេរភ្លាមមិនថាកំពុងធ្វើការឬកំពុងរៀនឡើយហើយថ្ងៃខ្លះវិញនៅពេលដែលខ្ញុំមិនមានអារម្មណ៍ចង់សរសេរខ្ញុំក៏ទុកវាចោលយ៉ាងយូរដោយមិនបានសរសេរអ្វីឡើយថ្ងៃខ្លះសរសេរថ្ងៃខ្លះអត់យើងគួរតែបដូរពាក្យថាគ្មានពេលសរសេរទៅជាពាក្យថាតើខ្ញុំទំនេរនៅពេលណានោះយើងនឹងអាចរកចម្លើយឃើញពីពាក្យថាគ្មានពេលខ្ញុំហួសពេលសរសេរហើយពាក្យថាហួសពេលគ្មានឡើយក្នុងគំនិតអ្នករៀនពិតប្រាកដគឺមានតែនៅក្នុងគំនិតអ្នករៀនលំតែប៉ុណ្ណោះធ្លាប់ឮចាស់តែនិយាយប្រាប់យើងទេថាខំរៀនទៅទឿននៅក្មេងបើចាស់ដូចតារៀនលេងកើតហើយសម្រាប់ខ្ញុំមនុស្សដែលនិយាយថារៀនលេងកើតគឺគ្រាន់តែជាពាក្យដោះសារមួយរបស់មនុស្សខ្ជិលប៉ុណ្ណោះពិតមែនហើយពាក្យថារៀនលេងកើតគឺប្រើបានតែក្នុងសាលាប៉ុណ្ណោះដូចជាខ្ញុំរៀននៅវិទ្យាល័យលេងកើតហើយខ្ញុំរៀននៅសាកលវិទ្យាល័យលេងកើតហើយជាដើមប៉ុន្តែពាក្យថារៀនលេងកើតមិនអាចប្រើទូទៅបាននោះទេយើងរៀននៅសាលាមិនកើតក៏ពិតមែនតែយើងមានពេលជាច្រើនសម្រាប់រៀនសូត្រពីជីវិតរបស់យើងបើមែនទេទៅមេរៀនដែលរៀននៅសាលាគ្រាន់តែជាមេរៀនដែលយើងទន្ទេញសូត្រចាំមាត់ប៉ុណ្ណោះបើសិស្សណាមួយពួកគេចាំនោះប្រកាសជារៀនបានបន្ទុកខ្ពស់មិនខាននោះទេប៉ុន្តែសម្រាប់មេរៀនជីវិតវិញគ្មាននរណាបង្រៀនយើងក្រៅពីយើងខ្លួនឯងនោះទេដូច្នេះសម្រាប់ពាក្យហួសពេលប្រើបានតែក្នុងសាលាតែប៉ុណ្ណោះមិនអាចប្រើបានក្នុងជីវភាពប្រចាំថ្ងៃនោះទេជាស្ដែងសម្រាប់ការសរសេរគេមិនដែលកំណត់ថាអាយុប៉ុន្មានទៅអាចឲ្យកាន់ប៊ិចសរសេរបានឬក៏អាយុប៉ុន្មានឲ្យឈប់សរសេរនោះទេសំខាន់តើយើងមានសមត្ថភាពសរសេរឬអត់ហើយសមត្ថភាពតើយើងបានមកពីណាបើមែនទេទៅសមត្ថភាពគឺវាកើតមកពីសកម្មភាពដែលយើងធ្វើដដែលនេះឯងបើយើងមានសកម្មភាពក្នុងការសរសេរច្រើនឬក៏សរសេរញឹកញាប់ក្នុងមួយថ្ងៃនោះវានឹងជួយបង្កើនដល់សមត្ថភាពនៃការនិពន្ធរបស់យើងហើយចឹងហើយបានជាខ្ញុំនិយាយថាសមត្ថភាពគឺបានមកពីសកម្មភាពបើគ្មានសកម្មភាពធ្វើម៉េចនឹងអាចមានសមត្ថភាពបានទៅកុំព្យាយាមប្រើពាក្យហួសពេលមកធ្វើជាលេសសម្រាប់ខ្លួនឯងទេទៅព្រោះពាក្យហួសពេលបើអ្នកនិយាយប្រាប់នរណាម្នាក់គេនឹងដឹងថាអ្នកគ្រាន់តែជាមនុស្សចូលចិត្តដោះសារប៉ុណ្ណោះប្រសិនជាអ្នកមានបញ្ហាសុខភាពណាមួយហើយវាជាឧបសគ្គរារាំងអ្នកមិនអោយចាប់កាន់ប៊ិចសរសេរបានខ្ញុំទទួលស្គាល់ថាវាមិនមែនជាលេសដោះសារនោះទេប៉ុន្តែបើអ្នកជាមនុស្សដែលគ្មានជំងឺមានសុខភាពល្អប្រសើរតែបែរជាប្រើពាក្យហួសពេលមកធ្វើជាឧបសគ្គរារាំងវិញនោះអ្នកគឺទន់ខ្សោយបំផុតចូលក្រឡេកមើលទៅគេដែលវ័យប្រហាក់ប្រហែលនឹងយើងសាកមើលឧទាហរណ៍ថាក្មេងស្រីម្នាក់គេមានអាយុ12ឆ្នាំហើយយើងមានអាយុ12ឆ្នាំដែរតែសមត្ថភាពនៃសំណេររបស់យើងគឺដាច់គេនេះបានន័យថាយើងក្លាយជាមនុស្សម្នាក់ដែលលេចធ្លោហើយព្រោះតែសមត្ថភាពនៃការសរសេររបស់យើងគឺសរសេរសំណេរបានល្អទាំងវ័យក្មេងបំផុតមួយទេប្រសិនជាយើងមានអាយុ60ឆ្នាំហើយគេអាយុ60ឆ្នាំដូចយើងដែរតែយើងនៅតែអាចសរសេរសំណេរបាននេះគឺជាចំណុចល្អរបស់យើងផ្ទាល់ហើយក៏ជាចំណុចដែលគ្រប់គ្នាកោតសរសើរផងដែរលើកឡើងបែបនេះមិនមែនចង់ឲ្យអ្នកទាំងអស់គ្នាយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃនោះទេប៉ុន្តែគ្រាន់ចង់ឲ្យយើងរៀនសូត្រពីចំណុចល្អរបស់ខ្លួនឯងប៉ុណ្ណោះដោយមិនគិតថាខ្លួនអន់ធ្វើមិនកើតខ្លួនខ្សោយធ្វើមិនកើតតែត្រូវគិតក្នុងចិត្តជានិច្ចថាបើយើងអាចធ្វើបានយើងនឹងត្រូវបានមនុស្សជុំវិញខ្លួនរៀនសូត្រតាមពេលវេលាចាស់អាចកន្លងហួសក៏ពិតមែនតែពេលវេលាដែលនៅសល់គឺជាពេលដែលយើងត្រូវពង្រីកសមត្ថភាពបន្ថែមទៀតអង្គុយចុះហើយសរសេរបើរវល់តែដើរទៅដើរមកតើថ្ងៃណាការងារធ្វើបានសម្រេចបើរវល់តែចុចទូរស័ព្ទតើធ្វើមិនសំណេររបស់យើងអាចសរសេរចប់កុំចំណាយពេលវេលាធ្វើរឿងដែលមិនមានប្រយោជន៍ច្រើនពេកអីជីវិតយើងត្រូវតែធ្វើដំណើរឆ្ពោះទៅរកគោលដៅចុងក្រោយនៃជីវិតគឺគោលដៅរបស់យើងជាអ្នកសរសេរទៅហើយតើរឿងអ្វីដែលយើងត្រូវទុក
ពេលវេលាឲ្យកន្លងផុតទៅដោយមិនបានសរសេរអ្វីសោះនោះអង្គុយចុះហើយសរសេរហើយសរសេរទៀតសរសេររហូតទើបតែយើងពេញចិត្តនឹងការសរសេរមួយនឹងសួរខ្លួនឯងសាកមើលថាតើអាចអង្គុយសរសេរបានយូរកម្រិតណាក្នុងពេលសរសេរយើងគួរតែអនុវត្តវិធីមួយចំនួនដូចជាបិទអ៊ីនធឺណិតការបិទអ៊ីនធឺណិតអាចជួយសម្រួលដល់ការសរសេររបស់យើងបានមួយចំនួនធំផងដែរព្រោះបើទូរស័ព្ទរបស់យើងនៅលោតសំឡេងទីងតឹងទេនោះអារម្មណ៍របស់យើងនឹងបែកទៅតាមសំឡេងជាមិនខានឡើយសរសេរអារម្មណ៍ក៏នឹកគិតថាតើនរណាគេឆាតមកនឹងមានទឹកក្បែរខ្លួនអ្នកសរសេរក៏ត្រូវតែមានទឹកនៅក្បែរខ្លួនជានិច្ចដែរព្រោះពេលខ្លះយើងអាចនឹងមានអារម្មណ៍ថាខ្សោះហើយអស់ជាតិទឹកមិនមែនទើបតែអ្នកធ្វើចំការបញ្ចេញកម្លាំងក្រោមកម្ដៅថ្ងៃទើបអស់កម្លាំងនោះទេសរសេរក៏ដូចគ្នាដែរការពិសាទឹកមួយកែវក៏អាចជួយសម្រួលអារម្មណ៍យើងឲ្យមានភាពស្រស់ស្រាយឡើងវិញបានដែរដាក់អារម្មណ៍សរសេរក៏ដូចជាការច្រៀងដែរបទចម្រៀងមួយស្ដាប់ទៅអាចយល់ន័យរំលងនឹងលួចបានលុះត្រាណាអ្នកចម្រៀងចេះប្រើអារម្មណ៍មនោសញ្ចេតនានៅក្នុងចម្រៀងបើអត្ថបទចម្រៀងកំសត់តែសំឡេងអ្នកច្រៀងបែរជាកំ pl ែងតើបទនោះអាចពិរោះទេចំពោះការសរសេរវិញបើប្រើអារម្មណ៍មិនត្រូវទេសរសេរតែមួយបន្ទាត់ក៏ក្រោកដើរចាញ់ទៅបាត់ប្រសិនជាអ្នកគ្មានអារម្មណ៍ក្នុងការសរសេរនោះទេសូមសាក់លបងធ្វើសមាធិ10នាទីទៅ15នាទីសិនក៏បានប៉ុន្តែបើនៅតែមិនបានផលទេស្អាកការសរសេរសិនហើយគិតបន្តទៀតថាបើខ្ញុំមិនសរសេរទៅថ្ងៃណាទៅសម្រេចកុំប្រញាប់អានឡើងវិញការអានឡើងវិញគឺជាការល្អមួយប៉ុន្តែបើប្រញាប់អានឡើងវិញពេកខ្លាចថាត្រូវក្អួតឈាមសរសេរទៅមុខលេងរួចអូខ្ញុំនិយាយលេងទេតាមពិតការអាននៅវិញវាពិតជាល្អមែនហើយប៉ុន្តែបើយើងសរសេរមួយបន្តិចអានពីរបន្តិចអានតើយើងអាចទៅមុខរួចទេបើអានមួយបន្តិចនៅតែ2 3នាទីបែបហ្នឹងនិយាយបែបនេះមិនមែនចង់បានន័យថាអោយអ្នកឈប់អានឡើងវិញនោះទេរងចាំពេលដែលយើងសរសេរចប់ចាំអានទៅប្រសើរជាងព្រោះពេលសរសេរចប់យើងអាចកែត្រង់ណាក៏បានអោយតែយើងទើសចិត្តគ្មានអ្វីដែលមិនអាចទៅរួចច្បាប់នៃការសរុបទាញ The Law of Attraction បាននិយាយថាល្អតែងទាញល្អចូលរកគ្នាគិតពីបញ្ហាកាន់តែខ្លាំងគឺបញ្ហាកាន់តែចូលមកចិត្តហើយគិតវិជ្ជមានគឺរឿងវិជ្ជមាននឹងចូលមករកយើងប្រសិនជាយើងមិនទាន់កាន់ប៊ិចសរសេរផងប៉ុន្តែយើងបានប្រាប់ខ្លួនឯងបាត់ទៅហើយថាខ្ញុំធ្វើវាមិនបាននោះទេខ្ញុំសរសេរវាមិនបានល្អនោះទេខ្ញុំសរសេរទៅក៏គ្មានអ្នកណាអានដែរទាំងនេះហើយគឺជាច្បាប់នៃការសរុបទាញបាននិយាយបើយើងគិតថាខ្លួនឯងមិនអាចធ្វើបាននោះការសរុបទាញនឹងសរុបទាញតែអ្វីដែលយើងបានគិតនោះមកហើយធ្វើឲ្យយើងខ្លាយទៅជាបរាជ័យតាមការសរុបទាញនៃមិត្តរបស់យើងនេះឯងប៉ុន្តែប្រសិនជាយើងគិតថាវាអាចទៅរួចខ្ញុំអាចធ្វើបានខ្ញុំនឹងក្លាយជាអ្នកសរសេរមួយរូបក្នុងថ្ងៃអនាគតនោះច្បាប់នៃការសរុបទាញនឹងនាំអ្នកទៅរកអ្វីដែលអ្នកបានគិតដល់ជាមិនខានបើទោះបីជាពេលខ្លះយើងមើលមកខ្លួនឯងដូចជាការកុហកខ្លួនឯងក៏ពិតមែនតែវាហាក់ឆ្លោះបញ្ចាំងឲ្យយើងមានការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់យើងតាមអត្ថន័យខាងលើនេះគឺស្របជាមួយនឹងសម្ដីអ្នកនិពន្ធមួយរូបគឺលោក Norman Vincent Peale បាននិយាយថាការស្រមើស្រមៃគឺជាការសម្រាលព្រំស័ក្តិសិទ្ធិដ៏ពិតប្រាកដសុបិនមិនមែនជាការពិតតែការពិតទាំងអស់តែងកើតចេញពីសុបិនហេតុនេះហើយទើបយើងត្រូវមានក្តីស្រមៃនិងជឿជាក់លើសមត្ថភាពខ្លួនឯងជានិច្ចទើបអាចសម្រេចបាននៅក្តីស្រមៃដែលយើងបានតាំងវាក្នុងដួងចិត្តគ្មានអ្វីដែលមនុស្សមិនអាចធ្វើបាននោះទេមនុស្សអាចបង្កើតគ្រឿងយន្តឲ្យហោះនៅលើអាកាសបានជាក់ស្ដែងដូចជាបងប្អូនពីរនាក់ជនជាតិអាមេរិកគឺលោកអូវ៉ារ៉ៃនិងលោកអូបឹករ៉ៃដែលធ្លាប់មានក្តីស្រមៃចង់បង្កើតបាក់សៃស្លាបដេកឲ្យហោះនៅលើអាកាសហើយអាចដឹកមនុស្សបានក្តីស្រមៃរបស់បងប្អូនទាំងពីរនាក់នេះក៏បានខ្លាចជាការពិតព្រោះតែការខិតខំប្រឹងប្រែងរបស់ពួកគេហើយក៏ធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនិងមានការប្រែប្រួលដ៏អស្ចារ្យទូទាំងសកលលោក
គេអាចបង្កើនយន្តហោះបានគេអាចបង្កើនអំពូលភ្លើងបានគេអាចតភពអង្គាបានចុះហេតុអ្វីក្តីស្រមៃរបស់យើងត្រឹមតែជាអ្នកសរសេរសោះរឿងអីដែលយើងមិនអាចទៅរួចបើតាមគិតទៅវាមិនពិបាកដូចជាការផលិតយន្តហោះទេហើយក៏មិនពិបាកដូចជាការធ្វើដំណើរស្វែងរកភពអង្គានោះឡើយព្រោះយើងសិតតែដឹងហើយថាចង់ខ្លាចជាអ្នកសរសេរគឺមិនអាចកិច្ចផុតពីការអានសៀវភៅនិងការស្រាវជ្រាវឡើយគ្រាន់តែដឹងថាការអានអាចធ្វើឲ្យយើងខ្លាចជាអ្នកសរសេរមួយរូបបានវាហាក់ឆ្លុះបញ្ចាំងអំពីតម្រុយមួយឬជាដានជើងមួយសម្រាប់ឲ្យយើងធ្វើដំណើរឆ្ពោះទៅរកវាបាត់ទៅហើយអ្នកនិពន្ធគ្រប់រូបសិតតែជាអ្នកអានការអានអាចធ្វើឲ្យយើងខ្លាចជាអ្នកនិពន្ធប៉ុន្តែប្រសិនជាយើងមិនអនុវត្តឲ្យចាញ់ជាសកម្មភាពប្រចាំថ្ងៃនោះទេការអានក៏ជួយអ្វីយើងមិនបាននោះដែរ